បាទជួស្ដីនេះខ្ញុំនៅដល់បវលវិញហើយតែសំរឿងមួយបងប្អូនដែលមានជំនួយដែលថាចង់បានចង់ជួយបងភាសឹកអមមីងភាសឹកឥឡូវនេះខ្ញុំសូមជួយជាសូមជំនួយជាតង់4ម៉ែត្រគុណ4ក៏បាន4ម៉ែត្រគុណ3ម៉ែត្រក៏បានឥឡូវនេះភ្លៀងខ្លាំងភ្លៀងយប់មិញភ្លៀងនេះនៅព្រៃធំភ្លៀងនៅព្រៃធំភ្លៀងខ្លាំងព្រៃធំបវលខ្ញុំឃើញគិតដេកតាមដប់តាមព្រៃតំបន់បឹង5យើងនៅបវលចេញពីនេះទៅហ្នឹងគិតឃើញគិតដេកតាមដប់តាមព្រៃអត់មានឃើញមានខ្លាណាត់មានតង់ឃើញថាមានតង់អញ្ចឹងខ្ញុំចង់សុំជំនួយជាតង់ក៏បានជាផែនការក៏បានទៅទិញតង់ហើយព្រោះខ្ញុំក៏បាត់សូមមានលុយដែរឃើញផ្លូវនេះផ្លូវចេញពីច្រាំងបាក់មកឡើងមកព្រៃធំក្បាលស្វាយើងព្រោះខ្ញុំនៅនឹងខ្ញុំសូមជាជំនួយតិចមកបងប្អូននៅក្រៅប្រទេសឬថាក្នុងប្រទេសដែលថាមានជំនួយតិចក្តីច្រើនក្តីជួយខ្ញុំផងហើយឬក៏បងឃើញហើយក៏បងទៅជួយគាត់ក៏បានដែរក៏នៅតាមមជូបឹង5បវលយើងហើយខ្លះណានៅតាមវាស្រែទៅខ្លះណានៅតាមខ្ទមស្រែគេអញ្ចឹងអានេះភ្លៀងយប់មិញមកយប់ទើបភ្លឺនេះមេឃនៅល្ងិតហើយក៏ដេកតាមដប់តាមព្រៃអត់មានសុពតភ្លៀងអោភ្លៀងតែអញ្ចឹងទៅជួយផងបងស្រុកបវលកងកម្លាំងស្រុកបវលឲ្យជួយផងនៅបឹង5ច្រើនណាក៏ជលះខ្លួនមកពីសពៅលូនមកពីក្រុមព្រឹកអីចឹងហើយនៅព្រៃធំក៏មានដែរនោះក៏ដេកនៅនោះយំមិញដេកនៅព្រៃនោះច្រើនគ្នាដែរអត់មានតង់ហើយអត់មានតង់ឥឡូវសុំតង់មិន4-10តង់មិនមីអើយជាផែនការក៏បានខ្ញុំរត់ទៅទិញនៅបវលដល់ចែកគាត់តង់យើងអាខៀវហ្នឹងតង់បាំងដេកធ្វើខ្ទមបាទគុណច្រើនបើមីបាញ់មកតាក់ទងមកខ្ញុំដាក់លេខទូរស័ព្ទទៅនឹងហើយខមមិនចូលមកបើមីណាជួយបានតាមតិចតួចមាន1000-2000ខ្មែរក៏បានដែរខ្ញុំនឹងបើកដល់ទិញតង់នេះខ្ញុំឃើញគាត់ដេកខ្ញុំដេកអត់លក់ដែរវាយប់មិញខ្ញុំលឺភ្លៀងគាត់ក៏ខ្ញុំដេកក៏អត់លក់ដែរយប់មិញស្លោះដែរហើយភ្លៀងមិនតិចមក7មើលទៅក៏ដាច់ថ្នល់ហើយនៅតែជន់ជ្រីកហ៎ស្រត់ណាភ្លៀងក៏មិនតិចដែរយប់មិញនឹងក៏ដេកយ៉ាងណាលើផ្លូវ